ថ្ងៃនេះមករៀបចំខ្លួនដើម្បីទៅធ្វើជាអនុរិយឆ្នាំមុនក៏ខ្ញុំជាអនុរិយដែរចាហើយឆ្នាំនេះបានធ្វើអនុរិយទៀតហើយឯកោបន្តិចចាគឺថាទៅមកតែម្នាក់ឯងឆ្នាំមុនបានមិត្តភ័ក្តិមកស្នាក់នៅជាមួយចាហើយទៅមកហូបបាយទៅណាទៅណីបានគ្នា2នាក់អញ្ចឹងចាឆ្នាំនេះរៀងឯកោបន្តិចចំសាលារៀងឆ្ងាយជាងរដងហើយការរៀបចំខ្លួនរបស់ខ្ញុំអត់មានអីច្រើនទេចាគ្រាន់តែលាប sunscreen បន្តិចហើយនឹងលាបក្រែមតែប៉ុណ្ណឹងហើយឆ្នាំនេះក៏បានភីជែលដើម្បីជំនួយសក់ខ្ញុំកុំឲ្យតាំងពីបានប្រើភីជែលហើយធ្វើឲ្យខ្ញុំមានទំនុកចិត្តរឿងសក់ពិបាកជាងគេគឺរឿងសក់ខាងមុខនឹងហ្មងពិបាកគ្រប់គ្រងដោយសារវាជាកូនសក់តូចហើយយើងចងអត់ដល់អញ្ចឹងបើសិនជាអត់មានអីជំនួយទេគឺដឹងតែបាសសំពងតែម្ដងបានប្រើភីជែលនេះហើយគាត់មានទំនុកចិត្តពេលរៀបចំខ្លួនហ្នឹងគឺថាកំពុងតែភ្លៀងនៅឡើយទេចានិយាយទៅរលឹមតាំងពីល្ងាចរហូតដល់ភ្លឺតែម្ដងបេក្ខជនប្រឡងទៅភ័យដេកឲ្យលក់ចំណែកឯខ្ញុំនេះអនុរិយសោះដេកឲ្យលក់ដែរម៉ោងរោម៉ោង5ខែភ្ញាក់អត់តន់ប៉ុន្តែធៀបពិតលើកតាំងពីម៉ោង3ចាអង្គុយចុចមើលម៉ោងរហូតភ្ញាក់មើលម៉ោងកាលដល់ម៉ោងទៅរំរៀបចំខ្លួនរួចគឺថារៀងភ្លឺតិចហើយក៏មានត្រៀមជាអាវភ្លៀងដែរដោយសារមេឃរលឹមរហូតហ្នឹងអត់មានដាច់គ្រាប់ភ្លៀងហើយគឺថាមានតែទៅទាំងភ្លៀងហ្នឹងហើយត្រូវតែមានអាវភ្លៀងត្រៀមរហូតហ្នឹងបងបេក្ខជនណាក៏ត្រូវតែត្រៀមដែរអាវភ្លៀងហើយនឹងឆាតប្រហែលអីសោះព្រោះអីយើងនៅរយៈពេល1ថ្ងៃចឹងហើយត្រូវតែការពារខ្លួនថែសុខភាពខ្លួនឯងឲ្យបានល្អបីអនុរិយក៏អញ្ចឹងដែរក៏ត្រូវថែសុខភាពខ្លួនឯងដែរដល់ម៉ោងចេញដំណើរហើយពេលជិះមកដល់តាមផ្លូវឃើញគេលក់បាយក៏ឆ្លៀតទិញបាយដើម្បីហូបឲ្យហើយព្រោះអីខ្លាចលោទៅដល់កន្លែងហ្នឹងគឺអត់មានពេលទិញហូបអញ្ចឹងយើងទិញទៅគួរពេលណាយើងមានពេលទៅនេះយើងអាចឆ្លៀតហូបបាយពេលព្រឹកបានឥឡូវមកដល់មុខមណ្ឌលប្រឡងហើយចាហើយខ្ញុំក៏ឈប់បន្តិចដើម្បីថតមើលសកម្មភាពបងប្អូនដែលត្រៀមមកពីថតខាងក្រៅបានបន្តិចហើយក៏រៀបចំទូរស័ព្ទទុកព្រោះអីពេលចូលទៅគឺគេអត់ឲ្យយកទូរស័ព្ទចូលទៅទេដល់ពេលចេញពីមណ្ឌលប្រឡងវិញចានេះគឺម៉ោង10កន្លះជិត11ហើយគឺបេក្ខជនចេញពីមណ្ឌលឯអនុរិយត្រូវចេញតាមក្រោយបន្ទាប់មកក៏ទៅរកកន្លែងលក់បាយដើម្បីហូបអាហារពេលថ្ងៃអនុរិយត្រូវតម្រូវឲ្យមកដល់មណ្ឌលប្រឡងមុនម៉ោង1ចឹងហើយគឺហូបបាយអីហើយចាគឺរៀបចំសិតសក់បន្តិចសិនដោយសារតែព្រឹកមិញហ្នឹងគឺថាពាក់អាវភ្លៀងផងពាក់មួកសុវត្ថិភាពផងចាហើយដើរកាត់ភ្លៀងចឹងហើយសក់គឺអត់សូវមានរបៀបរៀបរយទេតែអត់ជាបញ្ហាទេចាគឺខ្ញុំយកភីជែលមកជាមួយដែរពីល្ងាចហ្នឹងគឺថាគិតទុករួចស្រេចហើយថាដាក់ក្រាស់មកមួយដែរមានណាចាមកដល់រកឃើញមានក្រាស់សិតសក់លេងមានអីបានក្រាស់របស់ភីជែលមកសិតសក់យើងដូចមានក្រាស់សិតសក់មានរបៀបរៀបរយចឹងដែរបន្ទាប់ពីរៀបចំខ្លួនអីហើយគឺយើងត្រឡប់ទៅមណ្ឌលប្រឡងវិញចាហើយខ្ញុំមកដល់មណ្ឌលប្រឡងវិញហ្នឹងគឺថាខ្ទង់ម៉ោង12អញ្ចឹងយើងមកអង្គុយចាំនៅមណ្ឌលប្រឡងតែម្ដងអញ្ចឹងវីដេអូនេះមានរូបថតតែប៉ុណ្្នឹងទេដោយសារតែពេលមកដល់មណ្ឌលប្រឡងគឺគេអត់ឲ្យយកទូរស័ព្ទចូលទេអញ្ចឹងត្រូវយកទូរស័ព្ទយើងទុកអត់អាចយកបញ្ចេញមកបានទេអរគុណសម្រាប់ការតាមដានវីដេអូដល់ចប់ជួបគ្នានៅវីដេអូក្រោយអរគុណជម្រាបលា